ជំរាបសួរនាងខ្ញុំឡៅដានេពី Oswai Migration and Education ថ្ងៃនេះនាងខ្ញុំសូមជូនដំណឹងល្អមួយដែលតាក់ទងនឹងទិដ្ឋាការទស្សនកិច្ចមកកាន់ប្រទេសអូស្ត្រាលីអ្នកទាំងអស់គ្នាដឹងទេថាឥឡូវនេះអូស្ត្រាលីអនុញ្ញាតឲ្យប្រទេសកម្ពុជាអាចស្នើសុំទិដ្ឋាការទស្សនកិច្ចដែលអាចមានសុពលភាពរហូតទៅដល់10ឆ្នាំឯណោះវាគឺជាទិដ្ឋាការលេខ600សម្រាប់ទេសចរនិងអ្នកជំនួញដែលធ្វើដំណើរចេញចូលប្រទេសអូស្ត្រាលីញឹកញាប់អ្នកទទួលបានទិដ្ឋាការមួយនេះអាចធ្វើដំណើរចេញចូលប្រទេសអូស្ត្រាលីរយៈពេល10ឆ្នាំហើយអាចស្នាក់នៅម្ដងបានរយៈពេលត្រឹម3ខែចង់ដឹងថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងការដាក់ពាក្យស្នើសុំទិដ្ឋាការនេះដែរឬទេសូមធ្វើការជាមួយនឹងភ្នាក់ងារអន្តោប្រវេសន៍ដែលបានចុះបញ្ជីត្រឹមត្រូវហើយ Oswai Migration and Education នៅទីនេះចាំជួយបងប្អូនជានិច្ចដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងការរៀបចំឯកសារលោកអ្នកអាចធ្វើការជាមួយនឹង Oswai Migration and Education ថ្មីត្បិតតែពួកយើងនៅប្រទេសអូស្ត្រាលីប៉ុន្តែពួកយើងកំពុងបម្រើសេវាកម្មជូនអតិថិជនមកពីគ្រប់ទិសទីសូមតាក់ទងមកពួកយើងតាមរយៈព័ត៌មាននៅលើអេក្រង់នេះសូមអរគុណសូមជម្រាបលា